គាត់មកស្រុកយើងគាត់ធ្វើដូចជាគាត់ស្រឡាញ់ជាតិយើងគាត់ធ្វើដូចជាគាត់ល្អណាស់តែតាមពិតអត់ទេបាទគេមកដើម្បីស្វែងរកការគ្រប់គ្រងស្វែងរកភាពល្បីល្បាញដើម្បីទៅបោកប្រាស់ខ្មែរយើងនៅក្រៅប្រទេសដើម្បីទៅរកផលប្រយោជន៍ដើម្បីរកលៀបសក្ការៈនិយាយខ្លីមិនរកលុយដើម្បីបានលុយបាទដើម្បីបានលុយហើយដើម្បីទៅមានឱកាសទៅជជែកជាមួយនឹងអ្នកធំនៅប្រទេសរបស់បុគ្គលហ្នឹងដើម្បីឲ្យគេជឿជាក់និងទុកចិត្តហើយដើម្បីគេផ្ដល់ឱកាសការងារឬក៏ផ្ដល់ជាលុយកាក់ឬក៏ផ្ដល់ជាប្រយោជន៍អីមួយឬក៏នៅពេលដែលបាន credit នឹងហើយបានគេឈ្មោះនឹងហើយទៅសហការជាមួយប្រទេសទី3ដើម្បីផ្ដល់ព័ត៌មានសម្ងាត់ព័ត៌មានផ្ទៃក្នុងពីប្រទេសរបស់យើងឲ្យទៅគេអញ្ចឹងអត់បានទេគ្រោះថ្នាក់ណាស់ជនបរទេសដែលមកធ្វើជួយយើងអីផ្សេងវាជារឿងគ្រោះថ្នាក់ណាស់បាទអញ្ចឹងយើងពិបាកណាស់យើងមិនអាចជឿជាក់ទុកចិត្តគេបានទេទុកចិត្តគេអត់បានទេហើយបងប្អូនជួយចាំគ្នាទៅណាជួយចាំគ្នាទៅអត់មានជនបរទេសណាមួយមកជួយខ្មែរយើងប៉ិតប្រកាសអីណាវិរៈបរោះអីអត់មានទេគឺអត់មានទេបាទគឺគេមកដើម្បីស្វែងរកការគ្រប់គ្រងហើយគេយកការគ្រប់គ្រងហ្នឹងយកទៅនិយាយជាមួយអ្នកធំដើម្បីសុំលុយដើម្បីស្វែងរកលុយដើម្បីស្វែងរកផលប្រយោជន៍ឬក៏ដើម្បីខ្លួនឯងហ្នឹងទៅជាអាវុធមួយដើម្បីមកសម្លាប់ខ្មែរតាមរយៈដែលបុគ្គលហ្នឹងទៅធ្វើការងារឲ្យប្រទេសទី3បាទហើយយកលៀបសក្ការៈយកលុយយកកាក់ធ្វើការងារឲ្យគេហើយយើងច្រឡំថាបុគ្គលហ្នឹងគឺជាវីរៈបរោះរបស់ខ្លួនតាមពិតអត់ទេជាខ្មោចជាព្រាយទេហើយយើងមិនអាចលើកស្ទួយគេទេបាទតែលើកស្ទួយគេយើងបើកទ្វារឲ្យគេចូលក្នុងផ្ទះយើងហ្នឹងហើយដល់ពេលគេល្បីល្បាញគេផ្ទុះគេទទួលបានការគ្រប់គ្រងគេនឹងមកបំផ្លាញយើងបាទគេនឹងមកបំផ្លាញយើងបងប្អូនត្រូវចាំថាអត់មានណាមកស្មោះត្រង់អីមួយយើងទេក្រៅពីខ្មែរគ្នាឯងគ្មានទេខ្ញុំពិតជាស្វែងរកហើយខ្ញុំពិតជារកអត់ឃើញបាទ